បាទសួស្តីបងប្អូនប្រិមិត្តយើងចំណាំឃ្មុំចាស់បុរាណអត់ចំណាំថាបើសិនជាឃ្មុំនៅលើខ្ពស់ហ្នឹងទឹកធំហើយអាហ្នឹងបើយើងនៅតាមវាលទំនាបតាមវាលស្រែជនបទតាមវាលបឹងដៃទន្លេអីហ្នឹងយើងចំណាំមើលឃ្មុំអញ្ចឹងឃ្មុំជាសត្វមួយដែលមានញៀនពិសេសមួយពេលដែលទឹកធំគឺនៅខ្ពស់ពេលដែលទឹកទាបទឹកដែលវាតូចអាហ្នឹងឃ្មុំនៅទាបឲ្យចំណាំមើលហើយឃ្មុំនេះជាសត្វមួយដែលខ្លាចបំផុតគ្រឿងពុលយើងកុំភ័យថាឃ្មុំទៅយកទឹកដមផ្កាស្លែងផ្កាអីពុលយកមកធ្វើឲ្យកូនវាក្រេបអត់ទេឃ្មុំគឺយកទឹកដមផ្កាណាដែលក្រអូបឈ្ងុយឈ្ងប់ដូចជាផ្ការំដួលផ្កាវល់ពួកសោមវល់អីឬក៏ផ្ការុក្ខជាតិនានាផ្កាប្រសេកផ្កាជំរាកផ្កាអីដែលក្រអូបឈ្ងុយយកមកដែលមានទឹកដមផ្កាដូចស្ករអញ្ចឹងទឹកដមផ្កាហ្នឹងហើយអញ្ចឹងយកមកដើម្បីចិញ្ចឹមកូនវាហើយសួរសម្បុកវាបានអីធ្វើសម្បុកគឺយកពីជ័រឈើគ្រប់យ៉ាងទាំងអស់ដែលអត់មានជាតិពុលវាចាក់ធ្វើជាសម្បុកហ្នឹង